ចាពុកម៉ែបងប្អូនទាំងអស់គ្នាណាបងប្អូនរួមលោកលើសកលលោកទាំងអស់ថ្ងៃនេះអ្នកគ្រូក៏សូមអរគុណសម្រាប់ពុកម៉ែបងប្អូនណាដែលបានឆាតមកប្រឹក្សាតាម Telegram ជាច្រើនណាពីបញ្ហាជីវិតគ្រប់រឿងអញ្ចឹងអ្នកគ្រូក៏សូមជូនពរឲ្យពុកម៉ែបងប្អូនទាំងអស់គ្នាមានក្តីសុខក្តីចម្រើននិងសូមឲ្យពុកម៉ែបងប្អូនមើលឃ្លីបអ្នកគ្រូនេះឲ្យពីដើមដល់ចប់ណាព្រោះនេះជាបទពិសោធន៍មួយដ៏មហាសាលបទពិសោធន៍មួយដ៏ត្រចះត្រចង់សម្រាប់ពុកម៉ែបងប្អូនធ្វើដំណើរទៅរកអនាគតដ៏ល្អទៅថ្ងៃខាងមុខនិងសម្រាប់គិតពេលនេះតែយើងកំពុងតែគិតអីដើម្បីឲ្យយើងនេះមានតែភាពមានបានមានតែរឿងត្រចះត្រចង់ចូលក្នុងជីវិតអញ្ចឹងសូមឲ្យពុកម៉ែបងប្អូនមើលឃ្លីបនេះពីដើមដល់ចប់កុំអស់រំលងកុំឲ្យស្ដាយក្រោយសូមឲ្យពុកម៉ែបងប្អូនជាមនុស្សម្នាក់មួយដែលមានតែសំណាងល្អគ្រប់ពេលវេលាណាពុកម៉ែបងប្អូនទាំងអស់គ្នាព្រោះរឿងទាំងអស់នៅលើโลกនេះវាអត់មានអ្វីដែលខុសប្លែកពីគ្នាទេគឺដោយសារតែយើងជាអ្នកចាប់ផ្ដើមខ្លួនឯងអញ្ចឹងអ្វីដែលយើងចាប់ផ្ដើមខ្លួនឯងហើយយើងត្រូវតែប្រឹងរកវិធីណាដែលយើងអាចសម្រេចដល់គោលដៅឆាប់មិនថាគោលដៅពុកម៉ែបងប្អូនជាអ្វីទេពុកម៉ែបងប្អូនណាគោលដៅយើងជាអ្វីដូចថាយើងចង់បានក្មេងជាងវ័យយើងចង់ឲ្យស្អាតយើងចង់ឲ្យមានសុខភាពល្អយើងចង់ឲ្យយើងនឹងរកស៊ីមានបានអញ្ចឹងចង់ឲ្យយើងមានស្នាមញញឹមគ្រប់ពេលវេលាបងម៉ែបងប្អូនចង់ឲ្យមានស្នាមញញឹមគ្រប់ពេលវេលាត្រូវធ្វើយ៉ាងម៉េចអ្នកគ្រូស្នាមញញឹមយើងដាក់គោលដៅមកបងប្អូនណាគោលដៅរបស់យើងទៅថ្ងៃអនាគតឬមួយក៏ពេលនេះចង់បានអីគេដាក់មកដាក់ឲ្យធំមកតែម្ដងមកតែឲ្យជឿណាបងប្អូនដាក់គោលដៅឲ្យជឿឲ្យពេលយើងមានទុកឬមានអ្វីចូលមកក្នុងជីវិតរបស់យើងត្រូវគិតថានឹករឿងគោលដៅរបស់យើងស្នាមញញឹមរបស់យើងនឹងមានជានិច្ចនិរន្តរ៍អញ្ចឹងពេលគោលដៅរបស់យើងមិនថាជាគោលដៅអ្វីទេពុកម៉ែបងប្អូនណាគោលដៅបានប្តីល្អកូនល្អគោលដៅឲ្យយើងមានគ្រួសារមានសុភមង្គលឬមួយក៏គោលដៅមួយដែលថ្លៃពីគេសល់លុយប្រមាណអីប្រមាណគោលដៅចង់មានមុខបោអីហ្នឹងដាក់តាមគោលដៅពុកម៉ែបងប្អូនដែលចង់បានណាតែសំខាន់គឺមានស្នាមញញឹមគ្រប់ពេលវេលាគ្រាន់តែមានស្នាមញញឹមសោះធ្វើឲ្យខ្ញុំនេះលុយចូលគ្រប់ជ្រុងគ្រាន់តែស្នាមញញឹមសោះធ្វើឲ្យសុខភាពរបស់ខ្ញុំល្អទាំងផ្លូវចិត្តនិងផ្លូវកាយតើគួរឲ្យខ្ញុំគិតយ៉ាងណាអ្នកគ្រូអត់បញ្ហាទេពុកម៉ែបងប្អូនទាំងអស់គ្នាណាច្បាប់ធម្មជាតិបានចារហើយគិតអីនឹងបាននឹងបើមិនជាយើងមិនហ៊ានគិតគឺអត់អញ្ចឹងលទ្ធផលនៃការគិតបានន័យថាយើងគិតបែបងាយៗសុវ័យយើងនឹងបានផលឲ្យជាក់លាក់អញ្ចឹងអ្វីក៏ដោយលើโลกនេះយើងមិនអាចយកទៅទិញលុយទៅទិញសុខភាពបានទេពុកម៉ែបងប្អូនណាមិនថាយកអ្វីទៅទិញទេបើយើងអត់ចេះថែសុខភាពឲ្យរឹងមាំផ្លូវចិត្តផ្លូវកាយទេយើងនឹងបាត់បង់សម្រស់នឹងបាត់បង់សុខភាពទាំងស្រុងបើសិនជាឧទាហរណ៍ថាយើងមានបញ្ហាសុខភាពដេកកទេហើយយើងមិនអាចធ្វើអ្វីបានទេគោលដៅយើងនឹងរលាយសាបសូន្យទៅតាមពេលវេលាហើយអញ្ចឹងសូមឲ្យពុកម៉ែបងប្អូនមានកម្លាំងចិត្តមានកម្លាំងកាយណាក្លាហានហ៊ានប្រឈមមុខគ្រប់រឿងកាន់តែមានរឿងកាន់តែសុបាយចិត្តកាន់តែមានរឿងត្រូវដឹងខ្លួនឯងថាខ្ញុំចិត្តដល់ពេលវេលាដែលខ្ញុំត្រូវដល់ពេលវេលាសោយសុខគិតបែបនេះដដែលពុកម៉ែបងប្អូនណាសុខនឹងចូលហើយអ្វីគ្រប់យ៉ាងក្នុងជីវិតរបស់ពុកម៉ែបងប្អូននឹងងាកមកថេវិញតែម្ដងថេដោយសារអីសុខនៅនឹងគៀកយើងជាណាអវិជ្ជមានយើងតែគិតតិចតួចបំផុតគ្រាន់តែគិតនឹកឃើញថាអូអត់ចង់បានសុខអញ្ចឹងសុខចូលភ្លាមអញ្ចឹងអ្នកគ្រូក៏សូមអរគុណសម្រាប់ពុកម៉ែបងប្អូនណាដែលមើលវីដេអូអ្នកគ្រូគ្រប់คลิปហើយឲ្យបេះដូងនិងខមមិនហើយបានចែករំលែកបន្តគ្រប់បណ្ដាញសង្គមទាំងអស់មិនថា TikTok Telegram ឬក៏ Page ឬមួយក៏តាម YouTube ឬតាមណាទេអ្នកគ្រូមានបង្ហោះគ្រប់តាមបណ្ដាញសង្គមទាំងអស់ណាពុកម៉ែបងប្អូនអរគ្នាអញ្ចឹងគ្រប់ Telegram អីអ្នកគ្រូបងប្អូនអាចមានជួយបង្ហោះទៅដើម្បីឲ្យមានក្តីសុខនៃចម្រើនចែករំលែកជាសេចក្តីល្អសេចក្តីស្រឡាញ់សម្រាប់បងប្អូនរួមលោកទាំងអស់គ្នាមិនថានៅទីកន្លែងណាទេយើងជាមិត្តភ័ក្តិនឹងគ្នាយើងជាត្រកូលតែមួយបានន័យថាជាមិត្តល្អជាបងប្អូនល្អណាមិនមែនជាសត្រូវនឹងគ្នាទេព្រោះយើងជួបគ្នាយើងតែងតែញញឹមគ្រប់គ្នាណាពុកម៉ែបងប្អូនដើម្បីបង្កើតបងប្អូនល្អណាបងប្អូនល្អមួយបើយើងថាយើងទៅណាមានក្តីសុខគ្រប់ពេលវេលាទៅណាក៏អត់ចេះអត់បាយញ៉ាំដែរញ៉ាំគ្រប់កន្លែងទាំងអស់អញ្ចឹងសូមឲ្យពុកម៉ែបងប្អូនទាំងអស់គ្នាហ៊ានដាក់គោលដៅហ៊ានប្រម៉ូ
អារម្មណ៍ហ៊ានប្រមូលបងប្អូនល្អជុំវិញពិភពលោកទាំងអស់គ្នាត្រូវតែហ៊ានសម្រេចចិត្តថាខ្ញុំមានបងប្អូនល្អគ្រប់ពេលវេលាគ្រប់ទីកន្លែងប្រទេសណាក៏ដោយនៅស្រុកណាក៏ដោយលើពិភពលោកនេះគឺមានទាំងអស់គ្នាអញ្ចឹងសូមឲ្យពុកម៉ែបងប្អូនគិតបែបងាយងាយសប្បាយៗនៅលើលោកនេះវាអត់ខ្វះទេអ្វីដែលយើងគិតថាល្អវាអត់មានទេរឿងអាក្រក់បើយើងមិនគិតគឺវាអត់ទេតែបើយើងគិតវានឹងមកណាពុកម៉ែបងប្អូនវានឹងមកដល់ងាយងាយសប្បាយអញ្ចឹងអ្វីលើលោកនេះយើងមិនអាចសន្និដ្ឋានថាយើងមិនហ៊ានគិតគឺច្បាស់ជាអត់ដែរមិនហ៊ានគិតអត់ទេបងប្អូនមើលសឡឹងទៅគេអស់ចារហូតសឡឹងលើគេមានផ្ទះវិឡាននៅមានអ្វីមានលុយមានឡានទំនើបមានគ្រប់យ៉ាងជុំវិញខ្លួនមានក្តីសុខស្រាប់យើងអត់ហ៊ានផងអត់ហ៊ានដាក់ក្តីសម័យផងអត់ហ៊ានតែធំណាហ៊ានតែធំកខងហ្នឹងអត់មានទៅណាឆ្ងាយសោះដល់មកថ្នាក់ទី1អត់ហ៊ានទៅដល់ថ្នាក់ទី12ឬមួយក៏ចូលសាកលវិទ្យាល័យអីសោះមកហ៊ានចូលតែល្មម